ខ្លាំងម្ល៉េះតើខ្ញុំអាចទៅតាមលោកបានទេអូខេបើកឡានត្រឡប់ទៅសន្តាគារទៅអ្នកនេសាសូមជួយចាសូមស្វាគមន៍អ្នកនាងសៀដាក់របស់នៅលើតុហើយចេញទៅចុះទាំងអស់នេះហ្វូយន្តហៃបានរៀបចំសម្រាប់ខ្ញុំល្អណាស់នៅពេលអនាគតទ្រព្យសម្បត្តិនិងភាពរុងរឿងទាំងនេះវានឹងក្លាយជារបស់ខ្ញុំតែម្នាក់គត់លោកហ្វូមកដល់ហើយនៅគាត់កំពុងធ្វើដំណើរមកតាមផ្លូវហើយល្អអញ្ចឹងរៀបចំអាហារទៅខ្ញុំចង់ញ៉ាំជាមួយលោកហ្វូបាទថ្ងៃនេះខ្ញុំបានត្រៀមឈុតយ៉ាងពិសេសសម្រាប់តាក់ទាញចិត្តលោកហ្វូបើតាមមុនស្នេហ៍របស់ខ្ញុំគ្រាន់តែលបួងបន្ទិញពេលនោះអង្គនឹងខ្លាចជាបាយហើយដំណៃលោកស្រីហ្វូនឹងមិនឆ្ងាយពីខ្ញុំទេអ្នកនេសាលោកហ្វូមកដល់ហើយល្អណាស់ណែទុនព្រុនបន្តិចបានទេខ្ញុំជាច្បាយរបស់នេះណាមើលថែម្ចាស់បន្តិចទៅខ្ញុំជាអង្គរៈមិនមែនច្បាយដោះនៅចង់បានអីទៀតហេតុអីបានជាស៊ីបាយនៅទីនេះតែនាងមិនដឹងមែនទេថាភាពទុនព្រុនរបស់ស្ត្រីនេះជាអ្វីទៅប្រើកម្លាំងដូចជាមនុស្សប្រុសណែណាបានលោកហ្វូមកដល់ហើយយីរ៉ានណាដែលនេសានៅបន្ទប់ធំជាន់ទី2លោកហ្វូត្រូវការខ្ញុំហៅនាងមកទេមិនទេខ្ញុំត្រូវនាងដល់ខ្លួនឯងជីរ៉ាន់ខ្ញុំស្ដាប់មិនច្រឡំទេគ្រប់គ្នាហៅថានាងសៀតែលោកហ្វូហៅថាជីរ៉ាន់រឿងមួយនាងសៀមិនកចាយដល់ខ្លាំងម្ល៉េះឈ្មោះនឹងមានតកោដូចជាសៀជីរ៉ាន់ដែលខ្ញុំធ្លាប់ស្គាល់មិនអាចទេមិនអាចរួចទេអេចង់ឡើងទៅលើផ្ទះទាំងឈឺបាត់នេះមែនទេត្រូវការជំនួយដាក់អានតើហើយនេះជាចំណាយយន្តផ្ដាច់មុខរបស់ខ្ញុំនាងត្រូវឡើងនៅខាងនោះខ្ញុំល្អហ្វូយន្តហៃចាំមើលដល់គ្នាហើយខ្ញុំភ្លេចប្រាប់ជាន់ទី29ថាម៉េចជាន់ទី29អាខាងមកស្វាត់គ្មានបេះដូងលើកទី1គេត្រូវខ្ញុំរត់ទៅក្រុមហ៊ុន10គីឡូលើកទី2ខ្ញុំត្រូវឡើងជាន់ទី29បានសប្បាយចិត្តនឹងធ្វើបាបខ្ញុំសិនតើហ្វូយជន់ហើយចាំឲ្យច្បាស់ថ្ងៃណាមួយមិននឹងឲ្យខ្មោចលុតចង្គង់ចោះហើយសុំអង្វរមេដីនៅចំពោះមុខមីងលោកហ្វូតើលោកមានចេតនាធ្វើបាបអ្នកនាងលីនមែនទេឯងនិយាយទៅមើលនៅក្នុងឡាននាងធ្វើបាបខ្ញុំបិទតែស្លាប់ទៅហើយខ្ញុំធ្វើដើម្បីសុខភាពនាងតើឡានចណ្ដើវាហាត់ប្រាណម្យ៉ាងវិញទៀតនាងចង់នៅទីនេះដល់ខ្លួនឯងហើយនៅឃើញការដែលនាងនៅក្នុងឡានធ្វើបាបខ្ញុំមិនដឹងថានាងញ៉ាំអ្វីបានជាខ្លាំងយ៉ាងនេះបាទហើយឯងឲ្យយូរ៉ាន់ស្នាក់នៅបន្ទប់ណាគឺឲ្យនាងស្នាក់នៅបន្ទប់ធំរបស់លោកហ្វូតែម្ដងតើធ្វើយ៉ាងម៉េចទៅលីនស៊ីវ៉ៃក៏នៅទីនេះដែរឥឡូវនេះខ្ញុំមិនអាចបង្ហាញខ្លួនបានទេមិនត្រូវឲ្យលោកហ្វូដឹងពីអត្តបទជាដាច់ខាតខ្ញុំត្រូវប្រើល្បិចសិនហើយចូលនាងដែរណាសម្រាប់នៅខាងក្នុងលោកហ្វូខ្ញុំមានអារម្មណ៍មិនស្រួលខ្លួនតែកុំចូលមកអីខ្ញុំចូលទៅមើលតើនេះមិនស្រួលយ៉ាងម៉េចមិនអីទេលោកកុំចូលមកអីខ្លាចឆ្លងទៅវិញសិនទៅឯងចង់នៅមើលថែនាងឬយ៉ាងម៉េចឆាប់ទៅហៅពេទ្យភ្លាមមកបាទមើលទៅការធ្វើពុតរបស់ខ្ញុំធ្វើឲ្យលោកហ្វូបារម្ភខ្លាំងណាស់វាហាក់ដូចជាខ្ញុំកំពុងតែឈ្នះមកតំណែងជាលោកស្រីហ្វូចិត្តបានសម្រេចហើយស្រីដំរីម្នាក់នោះនៅមិនទាន់មកដល់ទេនៅទេមកចាំទេចុះទៅមុនទៅបាត់មនុស្សទៅណាអស់ហើយ